Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MVMOV នៅថ្ងៃនេះគឺយើងមកបន្តភាគទី14នៃរឿងគ្រូពេទ្យទេវតាសម័យថ្មីបន្តសាច់រឿងចាប់ផ្ដើមអាប៉ែបុនធំគេក្បាលវាយកតិចឆ្នាំនំប៉ៅរបស់ម្ដាយប៊ូហ្វានកតិចឲ្យហើយនិយាយខ្លាំងៗថាប្រសិនបើគ្មានប្រាក់បងថ្លៃកាពីទេគឺមិនចាំបាច់លក់ដូរនៅទីនេះបន្តទៀតឡើយហើយភ្លាមៗគ្មានអាជីពករលក់ដូរម្នាក់នៅក្បាលនឹងមកសួនដងផងដែរតែក៏ត្រូវបានអាប៉ែបុនធំនិយាយគម្រាមថានេះគឺមិនជាកិច្ចការងាររបស់លោកទេលោកគូណាតែចាក់ចេញពីទីកន្លែងនេះទៅប្រសិនបើមិនចង់មានបញ្ហាអ្វីកើតឡើងអញ្ចឹងអាជីពករលក់ម្នាក់ហ្នឹងគាត់គេមិនធ្វើអ្វីផ្ដេសផ្ដាសឡើយងាកមកវិញម្ដងទៀតឃើញថាអាប្រូសមីដែលជាកូនចៅក៏បានមកជួយរៀបចំនៅប៉ៅរបស់ម្ដាយប៊ូហ្វានក៏បាននិយាយថាចុំអាចង្រៃយោអញគឺកំពុងតែធ្វើអ្វីអញ្ចឹងអាប្រូសមីបាននិយាយប្រាប់ថាលបងប្រសិនបើពួកយើងវាយកំទេចនៅឆ្នាំងនំប៉ៅនេះតើលោកអ៊ំចាំណានេះបានប្រាក់មកពីណាយកឲ្យបងថ្លៃកាពីពួកយើងតែពេលបងធំគឺមិនបានខ្វល់ទេហើយដោយសារតែគេគឺជាជើងកាងអញ្ចឹងគេត្រូវតែដើរតួធ្វើជាកាយមិនណាក៏បានមកធាក់អាប្រូសមីមួយជើងប៉ាំងចំណែកអាប្រូម៉ាប់គេបានឃើញលុយបន្ថែមទៀតផងដែរនិយាយស្រែកបងធំនេះគឺជាលុយបន្ថែមទៀតហើយមិនណាក៏ត្រូវបានមកជប់ប្រាក់ប្រមាណដើមចាក់ចំដៃគេជាប់នោះគឺជាប៊ូហ្វានអញ្ចឹងក៏យកលុយម្ដាយរបស់គេយកទៅទុកវិញទៅហើយចំណែកគេអាបងធំក៏បានបញ្ជាកូនចៅទាំងអស់ឲ្យចូលទៅតែក៏ត្រូវបានប៊ូហ្វានធាក់ផងតតផងអាបងធំគេហ្នឹងក៏បានចុកគុណក្បិតចេញមកនិយាយគំរាមថាកុំចុះមកបើមិនចឹងទេអញប្រកាសជានឹងត្រូវស្លាប់មិនចាំទៀតខ្ញុំក៏មកទីនេះគឺតាមបញ្ជារបស់លោកម្ចាស់ម៉ាតែក៏ត្រូវបានប៊ូហ្វានវាយមកក៏ភ្លេងផ្លាច់ចំកតាមកអាប៉ែបងធំក៏បានគវីក្បត់គុណក្បិតឆេឆាច់ប៊ូហ្វានក៏បានចាប់គុណក្បិតនឹងជាប់និយាយផងដែរជីអាចង្រៃយោតែអញគឺមិនដែលលេងដែរទេអីហេតុអ្វីបានជាដែលរបស់អញក៏ហ្វក់ឲ្យវៃម្លេះបោះចោលគុណក្បិតរបស់អាប៉ែម្នាក់នឹងចេញទៅនឹងបានដែរដិបលឹបដូចដែរទៅតែក៏ត្រូវបានប៊ូហ្វានចុកបញ្ចូលប្រាក់ចាក់ចំជីបចូលរបស់គេជាប់នៅកាំងឆ្ងាំងចង់ចាក់ចេញតាំងបាប់នឹងផងវាគឺមិនអាចទៅរួចឡើយប៊ូហ្វានដែរទៅនិយាយសួរថាតើអ្នកណាគេគឺបានធ្វើនំប៉ាទាំងអស់នេះជ្រុះដល់ដីអ្នកទាំងអស់គ្នាក៏បាននិយាយចង្អល់ប្រាប់ថានោះគឺជាបងធំរបស់ពួកខ្ញុំហើយអាប៉ែបងធំក៏បានសម្វល់ប៊ូហ្វានថាបំប្រោះគុណតែដល់លេងខ្ញុំឲ្យត្រឡប់ទៅវិញទៅខ្ញុំក៏មានគ្រួសារប្រពន្ធកូនក៏ដូចជាឪពុកម្ដាយចាស់ៗផងដែរដែលត្រូវចិញ្ចឹមម្ចាស់ទៀតនេះគឺជាលើកដំបូងរបស់ពួកគេហើយតែមកទីការថ្លៃការពារហើយនឹងសន្យាថាគឺលែងហ៊ានធ្វើបែបនេះម្ដងទៀតហើយដោយសារតែគេគឺគ្មានជំនឿគឺត្រូវការប្រាក់ដើម្បីទៅទិញថ្នាំប៊ូហ្វានតែបានលើថាតើតឹងជាមួយនឹងថ្នាំក៏បាននិយាយសួរថាតើថ្នាំនោះវាគឺជាថ្នាំអ្វីវិញដូច្នេះអាប៉ែបងធំក៏បានឲ្យប្រូសាមីបាននិយាយប្រាប់នៅពេលគេបានចាំខ្លះសពេសពិលថ្នាំនោះដូចជាហៅថាថ្នាំដំណក់ឈាមសៀនថងប៊ូហ្វានក៏បាននិយាយសួរបញ្ជាក់នោះវាគឺជាថ្នាំសៀនថងតែមែនទេដូច្នេះគឺវាពិតប្រាកដហើយដោយថ្នាំសៀនថងវាពិតជាមានតម្លៃថ្លៃខ្លាំងណាស់ប៊ូហ្វានបានលើកចឹងគិតថាល្អតាប្រសិនបើពួកឯងគឺប្រមនិយាយប្រាប់ការពិតលំអិតតែទិញជាមួយនឹងថ្នាំសៀនថងគេនឹងដោះលែងឲ្យចាក់ចេញទៅវិញម្ចាស់ទៀតណាដើម្បីកុំឲ្យចេះខ្ជិលអាហារអញ្ចឹងឯងគឺត្រូវតែហូបវីឲ្យទាល់តែអស់អាប៉ែបុនធំគឺមិនបានថាអ្វីឡើយគឺសម័យប៊ូហ្វានបងប្រុសគុណណាតែដោះជីវចូលឲ្យគេវិញទៅម្ដាយប៊ូហ្វានក៏បានមកដកយកមកចូលប្រាក់ហើយអាប្រូបុនធំគេក៏បានចាប់ផ្ដើមហូបនំប៉ៅម្ដងមួយរហូតតតែអស់គឺហូបមិនចង់ចូលឡើយបន្ទាប់ពីប៊ូហ្វានបានសួរនាំព័ត៌មានតាក់ទងជាមួយនឹងថ្នាំសៀនថងដែលបានដឹងថាថ្នាំសៀនថងនៅពេលដែលបានប្រើប្រាស់ទៅគឺមិនបានព្យាបាលជំងឺឲ្យជាសះស្បើយវិញ 100% ទេក៏ប៉ុន្តែគឺត្រូវតែប្រើប្រាស់និងទិញវាជាប្រចាំនិងគិតថាអ្នកដែលបានធ្វើរឿងអំពើទាំងអស់នេះគឺឆ្លងការនេះដើម្បីទិញយកផលប្រយោជន៍និងចំណេញប្រាក់ជាច្រើនជាការទៅមើលសងនេះគឺកំពុងតែជិះឡាននៅលើដងផ្លូវជាមួយនឹងលោកមេកងវាងនិយាយតាក់ទងជាមួយនឹងក្រុមប៉ូលីសដែលបានជួបជាមួយនឹងខ្លួននេះហើយនឹងប៊ូហ្វានកាលពីថ្ងៃមុននោះដែលពួកគេទាំងអស់គ្នានោះគឺមានអាការៈមិនសូវល្អអញ្ចឹងគួរណាតែបញ្ញាបញ្ជូពួកគេទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទៅហើយម្ចាស់ទៀតលោកតាកោងគឺកំពុងតែចេញដំណើរទៅទីកន្លែងនោះដែរហើយរួមទៅចំពោះខ្លួននាងតាមស្វែងរកអ្នកណាគេម្នាក់មកជួយពួកប៉ូលីសទាំងអស់គ្នានោះជាបន្តតែម្ដងជិះឡានទៅយ៉ាងលឿនហើយបន្ទាប់មកនេះក៏បានទៅទូរស័ព្ទទៅកាន់ប៊ូហ្វានក៏បានលើកទូរស័ព្ទនិយាយថាក្មួយស្រីសម្លាញ់តើមានបញ្ហាអ្វីកើតឡើងហេតុអ្វីបានជាតែមកចំពោះសងនេះពិតជាខឹងស្រេចពេញមកតំងតាមរយៈទូរស័ព្ទនឹងតែម្ដងដោយសងខ្លួននាងផ្ទាល់ក៏មានរឿងសំខាន់ដែលត្រូវនិយាយជាមួយនឹងប៊ូហ្វានគេនឹងផ្ញើទីតាំងទៅឲ្យសងឲ្យមកទីកន្លែងនេះតែម្ដងទៅហើយបន្ទាប់មកអាប្រូបងធំនេះវិញគេក៏បានសម្បប៊ូហ្វានឲ្យខ្លួនគេចាក់ចេញទៅវិញទៅប៊ូហ្វានបាននិយាយប្រាប់ថាកូនណាតែឲ្យថ្លៃនំប៉័ងជាមុនសិនអញ្ចឹងហើយអាម្នាក់នេះគេក៏បានទៅយកលុយម្ដាយប៊ូហ្វានហុចឲ្យប៊ូហ្វានវិញអញ្ចឹងណាអាប្រូបងធំលបាំងឃើញអញ្ចឹងក៏បានមកវាយផេះយីអាចង្រៃយកហើយទៅបានជាឯងធ្វើទាំងធ្វើបែបនេះដូច្នេះគេក៏បានយកទូរស័ព្ទរបស់គេមកដើម្បីបាញ់លុយអាប៊ូហ្វានប៉ុន្តែទឹកប្រាក់គឺមិនគ្រប់ចំនួនឡើយចំពោះប៊ូហ្វានគឺមិនចង់សួរនាំនឹងនិយាយអ្វីច្រើនឡើយក៏បានឲ្យពួកអ្នកទាំងអស់គ្នាត្រឡប់ទៅវិញទៅតែចំណាក្តីអាប្រូបងធំក៏បានមកដកជើងខ្លាំងម្នាក់គឺសុំឲ្យអាជើងខ្លាំងនឹងទៅជួយដោះស្រាយបញ្ហាទាំងអស់នេះផងដែលក្មេងប្រុសម្នាក់ដែលស្ថិតនៅហាងនំប៉ៅមួយកន្លែងក៏បានធ្វើឲ្យខ្លួនគេអាម៉ាស់មុខខ្លាំងណាស់អាប្រូបងធំក៏បានអង្សឹបទៅកាន់ជើងខ្លាំងម្នាក់នឹងផងដែរថាលបងកូនណាតែហៅកូនចៅពី3នាក់ទៅបន្ថែមពីដែរទេតែចំណាក្តីអាប៉ែម្នាក់នឹងគឺមិនបានខ្វល់ឡើយនៅពេលគេបានដឹងថាអាល្អិតម្នាក់នោះប្រកាសជានឹងចេះក្បាច់គុណតែចំណាក្តីគឺគ្មានប្រយោជន៍ចំពោះខ្លួនគេនៅពេលនេះឡើយដែលទៅយ៉ាងសង្ហាតែម្ដងចំពោះអាជីវករលក់ដូរដែលស្ថិតនៅក្បែរហាងរបស់ម្ដាយប៊ូ
fan ក៏បាននិយាយសួរ Bu Fan អញ្ចឹងណាដែលគាត់ក៏បាននិយាយតាក់ទងជាមួយនឹងពីសម្ដីក្រុមជើងកាន់ទាំងអស់នោះក៏បាននិយាយថាពួកគេក៏បានមកតាមការបញ្ជារបស់លោកម្ចាស់ម៉ាហើយគាត់ក៏មានការព្រួយបារម្ភថាមានបញ្ហាអ្វីកើតឡើងនៅថ្ងៃបន្តទៀតតែ Bu Fan ក៏បាននិយាយតបថាបញ្ហាទាំងអស់នេះមិនបាច់បារម្ភទេមិនចាំទៀតពួកយើងនឹងចាក់ចេញពីទីកន្លែងនេះឆាប់ៗនេះហើយអញ្ចឹងឯភ្លាមអ្នកទី2ក៏បានមកដល់និយាយខ្លាំងៗទៅកាន់ Bu Fan តែឯងមិនទេអាឡឺតឯងក៏បានវាយប្អូនប្រុសរបស់ខ្ញុំចំពោះ Bu Fan គឺមិនបាននិយាយបកាយអ្វីឡើយបាននិយាយថាល្អតើឯងគឺហ៊ានមកទីនេះម្ដងទៀតតើនំប៉័យដែលឯងបានរើសស៊ីនៅដីហ្នឹងគឺមិនគ្រប់គ្រាន់ទេមែនចង់ហូបបន្ថែមទៀតដែរអត់ហើយនៅពេលនេះគេហ៊ាននាំមនុស្សម្នាក់ទៀតមកទៀតផងដែរតែចំណាក់ដែរជាងខ្លាំងម្នាក់នេះគឺមិនបានខ្វះទេនិយាយថាអាចង់រាយនៅថ្ងៃនេះខ្ញុំនឹងឯងព្រួយរជាតិក្បាច់គុណទាំង46ស្នេហ៍របស់ខ្ញុំថាវាគឺមានឥទ្ធិពលខ្លាំងប៉ុណ្ណាលុះសម្រាប់ខ្លួនថាអត់ចូលទៅ Bu Fan ក៏បានលួចចូលទៅដូចគ្នានឹងបានដាក់មកកែងចំកណ្ដាលក្នុងបឺហើយបានព្យាយាមលុតទៅវាយ Bu Fan ប្រមាណស្និតផងដែរតែក៏ត្រូវបាន Bu Fan លុតធាក់មកជើងចំកណ្ដាលដើមទ្រូងដឹមលោកពុកម៉ាប់បាននិយាយប្រាប់ Bu Fan ណា Bu Fan គូណាតាជប់វាយគ្នាទៅបើសិនបើបែបនេះនៅតែបន្តទៀតវានឹងធ្វើឲ្យទីកន្លែងលូដូរបស់ពួកយើងគឺមិនអាចបើកដំណើរការលូដូបន្តទៀតបានឡើយខ្លាចមានបញ្ហាអ្វីកើតឡើងហើយចំណែកឯសងនេះក៏បានមកដល់ទីតំបន់នឹងផងដែរប៉ុន្តែនេះក៏មិនអាចជិះឡានទៅនៅតំបន់នេះមកបានទេដោយសារតែផ្លូវវាគឺចង្អៀតពេកក៏បានត្រឹមតែជប់ឡានដើរទៅមើលតាមរយៈទីតាំងដែល Bu Fan បានផ្ញើឲ្យនាងអញ្ចឹងនេះក៏បានដល់មកដល់ Bu Fan ក៏បានឃើញសងមកអញ្ចឹងនិយាយថាក្មួយស្រីសម្លាញ់ក្មួយគួរណាតាជួយចាប់អបិម្នាក់នេះផងសងនេះបានឈរនិយាយចោលចកែថាណាគេគឺជាក្មួយសម្លាញ់របស់លោកអញ្ចឹងឯពេលម្នាក់នេះក៏បានវាយសងតែក៏ត្រូវបានសងទប់យ៉ាងងាយនិងបានធាក់មកជើងប៉ាំងសងនិយាយថារឿងការពីម្សិលមិញហើយនឹងរឿងនៅថ្ងៃនេះគឺដូចគ្នាមានជើងកាំងមកតាមញ៉ៃហើយតើលោកក៏ចង់ឲ្យខ្ញុំធ្វើជាជំនួយការនៅក្នុងការដោះស្រាយរឿងបញ្ហាដែលលោកបានបង្កឡើងមែនទេតែ Bu Fan បាននិយាយថាតានេះក៏ចង់មួមកកាច់ខ្ញុំមែនទេយល់ទៅគេក៏បានចូលទៅទិញថ្នាំអសបរានហើយដោយចៃដន្យគឺមានក្រុមជើងកាំងមកវាយកំទេចឡានរបស់នាងអញ្ចឹងទាំងអស់ហ្នឹងគឺវាមិនជាកំហុសរបស់គេដែលបានបង្កឡើងឡើយក្រៅពីនេះទេខ្លួនគេក៏បានជួយនាងនៅក្នុងការចាត់ការជាមួយនឹងអាប្រុសក៏បានដៃផងដែរអញ្ចឹងឯពេលម្នាក់នេះក៏បានរត់ទៅតែក៏ត្រូវបានសងមកចោះសកត់ជើងគេជាប់មិនអោយទៅណាទេហើយបានជាប្រាប់ថាតើឯងក៏ចង់ទៅណានៅស្ងៀមមើលកុំមាត់ខ្ញុំគឺកំពុងតាន់និយាយកិច្ចការងារចំណែកឯប្រុសបងធំនេះវិញក៏បានឃើញចឹងគេគិមហ៊ាននៅទីនេះទេក៏បានដាក់មេប្រុសចាស់ចេញទៅដូច្នេះ Bu Fan ក៏បានសួរសងតើហេតុអ្វីបានជានាងមករកខ្ញុំដូច្នោះតើមានបញ្ហាអ្វីកើតឡើងសងដែលបានឆែកនិយាយតាំងខ្មើថាបញ្ហាទាំងអស់នេះលោកក៏បានប្រាប់ឲ្យក្រុមប៉ូលីសដើម្បីស៊ើបអង្កេតតាក់ទងជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងហើយខ្លួននាងក៏មិនដឹងថាក្រុមប៉ូលីសទាំងអស់នោះទៅណាមកណាទេហើយចេះនៅពេលនេះក្រុមប៉ូលីសទាំងអស់នោះគឺមានអាការៈមិនសូវល្អមិនចាំទេពួកគេក៏ត្រូវបានបញ្ជូនទៅកម្មវិធីពេទ្យសង្គ្រោះបន្ទាន់ហើយអ្នកផ្សេងទៀតអ្នកខ្លះក៏ត្រូវបានស្លាប់ពី3 4 5នាក់ទៀតផងដែរចំពោះ Bu Fan គឺបានថាអ្វីឡើយខ្លួនគេនឹងទៅជួយមិនចាំទៀតក៏បានស្រែកប្រាប់ម្ដាយរបស់គេថាអ្នកម្ដាយនៅពេលនេះពួកយើងគួរតែរៀបចំចាក់ចេញពីទីកន្លែងនេះទៅកាន់ភោជនីយដ្ឋានរបស់ខ្ញុំចំពោះម្ដាយរបស់ Bu Fan ដែលបានលើចឹងក៏គិតថាល្អផងដែរដែលបានសួរតាក់ទងជាមួយនឹងលោកពូម៉ាប់បណ្ណានេះតើគាត់គិតយ៉ាងណាវិញម្ល៉េះ Bu Fan ក៏បាននិយាយទៅកាន់សងគឺឲ្យនាងជួយដោះស្រាយនិងចាត់ការផង Bu Fan គិតថាល្អចាំខ្ញុំបញ្ជូនប៉ូលីសមកជួយពិនិត្យនឹងតាមដានទីកន្លែងនេះកុំឲ្យមានបញ្ហាដែលបានកើតឡើងទាំងអស់នេះបន្តទៀតតាក់ទងជាមួយនឹងការទារថ្លៃការពារហើយដែលបានដោះលែងអបិម្នាក់នេះចាក់ចេញទៅ Bu Fan ក៏បាននិយាយបែបឌឺដងផងដែរមកចាយស្នៀតតែជើងទាំង46ក្បាច់របស់ឯងតើវាអស់ចាស់ហើយនៅឃើញច្បាស់ខ្លួនឯងដែរអត់អញ្ចឹងអបិម្នាក់ហ្នឹងគេក៏បានដើរពីពើចាក់ចេញពីទីកន្លែងនេះទៅចំពោះសាច់រឿងរបស់យើងនៅភាគទី14ក៏ត្រូវបានកាត់ slash តែប៉ុណ្្នឹងដែរបងប្អូនអញ្ចឹងគឺយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីជាបន្តទៀតអរគុណច្រើន